Welcome to Honor of Kings បាទសួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាសារជាថ្មីជាមួយនឹងវីដេអូហ្គេម Honor of King ហើយនៅក្នុងវីដេអូនេះដែរខ្ញុំគឺធ្វើការដកយក Hero Lam មកលេងទៀតហើយដោយសារនៅក្នុងហ្គេមនេះគឺវាពិសេសជាងហ្គេមផ្សេងៗត្រង់ថាវាជាការប្រកួតមួយដែលមានខ្មែរយើងមួយក្រុមហើយខាងវៀតណាមនោះមួយក្រុមអញ្ចឹងហើយហ្គេមនេះគឺត្រូវតែឈ្នះជាដាច់ខាតអត់អាចចាញ់បានទេអញ្ចឹងហើយទើបខ្ញុំសម្រេចចិត្តថាដក Hero Lam មកលេងនៅក្នុងហ្គេមមួយនេះព្រោះអីគឺដោយសារខ្ញុំលេង Hero Lam នេះគឺវាមានអារម្មណ៍មួយប្រាប់ថាយើងអាចនឹងឈ្នះគឺយើងមានសង្ឃឹមឈ្នះខ្ពស់ជាង Hero ផ្សេងៗឬក៏អាចនិយាយម្យ៉ាងទៀតបានថាខ្ញុំចេះលេងតែ Hero មួយនឹងខ្ញុំអត់សូវបកកែលេង Hero ផ្សេងហើយមួយទៀតគឺខ្ញុំដើម្បីធ្វើវីដេអូឲ្យបងប្អូនមើលចឹងហើយខ្ញុំត្រូវយក Hero ណាដែលខ្ញុំលេងទៅខ្លាំងបើចេះតែយក Hero ទៅពីទៅពីមកលេងអត់ខ្លាំងអត់អីហើយចេះតែលេងទៅក៏វាអត់ល្អមើលដែរអូខេឥឡូវនេះយើងងាកមកមើល gameplay របស់យើងវិញឃើញថាមកដល់ពេលនេះគឺយើងបាន5 kill ហើយឥឡូវកំពុងតែតាមយក kill ទី6ដល់តែពេលយើងរៀងមានលុយច្រើនទេយើងចាប់ដើមដើរវាយគេពេលនេះយើងដើរមកជួប Kaiser យើងក៏វាយមួយ Kaiser មួយទល់ពីជាមួយនឹង Mega មួយទៀតតែកន្លែងនេះយើងអាចវាយបានតែ Kaiser ទេយើងជិះតិចក៏ស្លាប់កន្លែងហ្នឹងទៅកន្លែងនេះក្រោយពីវាយ Overlord ហើយក៏ឃើញ Kaiser មិនដឹងជាដល់អាសត្វដែលមកពីណាមកឲ្យយើង kill free នេះក្រោយពីសម្លាប់ទៅលើ Kaiser ហើយយើងក៏មក farm ជាធម្មតាទៅលើសត្វរបស់ enemy យើង farm ហើយយើងក៏បំរុងមកបើកក៏ហប់របស់ enemy ក៏ឃើញ enemy កំពុងមកវាយបើកមានអីគឺដល់តែស្លាប់ enemy គឺត្រូវតាម kill តែកន្លែងនេះគឺបាក់ក៏គ្នាគេមកព្រួត4នាក់តែអត់អីទេកន្លែងនេះយើងមាន item មានលុយច្រើនយើងអាចវាយបាន1-4 easy កន្លែងនេះគឺបាន quarter kill តែពេលអញ្ចឹងដល់មិចរបស់យើងវាឡើងតាមឡើងវាឈឺតាមឡើងកន្លែងហ្នឹងគេវាយ2ទល់2វាយ2ទល់2អញ្ចឹងមិនសប្បាយដល់ខ្ញុំជួយទៅវាយបាន3ទល់2បានសប្បាយក្រោយតែពីបានបបខៀមមកក៏ចំមកក្រមក៏ឃើញប្រូ2អ្នកនេះនៅក្រមក៏វាយបដោយទៅយក quarter kill ទៀតនេះ quarter kill 2ដងមកនេះ enemy ក៏អត់ឃើញយើងញាក់សាច់ធ្វើមកដល់ដំណាក់កាលនេះហើយមិនបាច់និយាយរឿងលុយទេដឹក3ឡានកម្មដឹកមកអស់ផងនេះបើនិយាយពីខៀននេះ9-10ខៀតែឯង enemy នៅក្នុងពេលនេះគឺដូចជារបស់ដែលយើងបលែងនៅក្នុងបាតដៃយើងអញ្ចឹងយើងចង់ឲ្យរស់យើងចង់ឲ្យស្លាប់ហ្មងដូចកន្លែងនេះខំឆ្លងពីនេះធ្លាក់អាយមកគោលបំណងថាមកវាយសត្វទេតែមកបើឃើញ enemy គេដើរមកក៏វាយ enemy នឹងចោលទៀតទៅមកស្ទុះគេមកទៀតវាយទាំង2វាយទាំង3ហ្នឹងគឺយើងវាយ enemy ដូចវាយមីលៀនហ្នឹងមានអីទៀតមកដល់ដំណាក់កាលនេះហើយគឺឡាមលេងជាមនុស្សធម្មតាហើយមិនមែនគ្រាន់តែជាមនុស្សធម្មតាមានធម្មពលតែឆ្នាំនៅក្នុងខ្លួនហើយត្រូវអ្នកភូមិរើសអើងគេមកនៅក្បែរអីទៀតទេឥឡូវឡាមគេអាប់ហើយឥឡូវហ្នឹងគេបានខៀលច្រើនបានលុយច្រើនគេបុកលុយធ្វើអាទីទេដល់ដំណាក់កាលហ្នឹង enemy គឺឃើញឡាមគឺស្មើនឹងឃើញសឹកអីស្លាប់ហ្មងហើយកន្លែងនេះកំពុងតែវាយបើគ្នាយើងចូលទៅវាយជាមួយគ្នាគេងាប់អស់បាត់ហើយខ្ញុំមកក្រោយមិនបានជួយអីកើតទេមានតែមកជួយ CP តែប៉ុណ្ណឹងអារឿងវាយគ្នាវាយអីហ្នឹងមិនសូវជាជំនាញបានទេតែបើអារឿង CP ហ្នឹងគឺជំនាញខ្ញុំហើយអាហ្នឹងឱកាសណាស់នឹងលោកអីយើងទៅចេះចាប់យកឱកាសហើយសួរថារੂណាបាន CP ម្ដងបាន pentakill នេះ100ម៉ាច់ទៀតរੂតន់បានផងហើយសរសើរចិត្ត enemy ទោះបីជាបាក់ស្បាត់ប៉ុណ្ណាក៏អត់ព្រម surrender ដែរចិត្តតស៊ូវាយណាហើយយើងវាយ quarter kill ហើយកំពុងដំណើរឆ្ពោះទៅរក pentakill 1 2 3 pentakill ធ្លាប់តែ CP គេឥឡូវគេ CP វិញមានអារម្មណ៍ថាបាក់តួយកបាទឥឡូវเกมរបស់យើងក៏មកដល់ទីបញ្ចប់ហើយលទ្ធផលគឺខាងកម្ពុជាឈ្នះហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនា gameplay មួយនេះ